បងកងតបនៅភាសាតមន់ហ្នឹងធ្លាប់តែបងប្អូនយើងឧបត្ថម្ភត្រីខមីថ្ងៃនេះខ្ញុំមកក៏ថាដាក់ផ្លៃគេតែម្ដងបាទមានត្រីសាល់មិនបាទមានបកងបាទយកមកអាំងយកមកស្ងោរឲ្យគាត់ហូបបាទមានពពែបាទពពែមួយក្បាលតែម្ដងបាទហើយមានតរ៉េនបាទមានតរ៉េនបាទហើយមានអាវផ្ការីកគ្រប់ដៅបាទក៏ដូចជាចែកកាអៀហើយនឹងសាប៊ូបាទជូនពួកគាត់បាទនៅឯខាងប្រាសាទតមន់ធំបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបានមកជាមួយណាក្តីបាទក្តីដើរព្រៃយើងនឹងបាទមកលេងបងប្អូនកងទ័ពជួបមុខយើងនៅឯប្រាសាទតមន់ធំបាទហើយគឺថាមកនេះគឺថាលក្ខណៈគ្រួសារតូចទេបងប្អូនអើយបាទអត់មានអីទេវិចរបស់របរហូបចុកគោលបំណងខ្ញុំនឹងគឺថាមកចង់គេងលេងបោះតង់បាទចងរឹងដេកជាមួយបងកងទ័ពនៅតាមបណ្ដោយព្រំដែនបាទហើយនេះខ្ញុំអត់ថតឲ្យជាប់លៀនដ្ឋានថតអីទេបាទយើងរក្សាការសម្ងាត់អានេះកន្លែងខ្ញុំដេកនេះគឺដេកនៅក្រោមទេតាមពិតនៅលើតំបន់ដែលត្រៀមខ្សែត្រៀមគឺថាអត់អាចចូលបានញ៉ៃញ៉ៃទេបាទគឺបងកងកម្លាំងយើងកំពុងតែឈរជើងការពារយ៉ាងម៉ត់ចត់បំផុតក្រោមការគ្រប់គ្រងរបស់មេបញ្ជាការក៏ដូចជាថ្នាក់ដឹកនាំបាទតឹងរឹងណាស់ស្ងប់ស្ងាត់ណាស់ហើយខ្ញុំនៅក្រោមនេះទេបាទជួបបងដែលនៅក្រោមនេះបាទញ៉ាំអីជុំគ្នាជាមួយគាត់ហើយយប់នេះខ្ញុំមានត្រីសាល់មិនបាទវិចពីពេញមកបាទត្រីសាល់មិនយកឲ្យបងហូបបាទនៅនេះភាគច្រើនគាត់ឧបត្ថម្ភមីត្រីខអញ្ចឹងខ្ញុំអ្នកកប្លែងនេះពីអ្នកអាក្តីមកឲ្យផ្លែកគេបាទមានត្រីសាល់មិនមានបកកអញ្ចឹងទៅគាត់តែចង់បង្ហាញបាទការបាទនឹករលឹកពួកគាត់ក៏ដូចជាផ្ដល់នៅបាសនាមញឹមភាពស្និទ្ធស្នាលរាប់អានគ្នាបាទរវាងសិល្បៈក៏ដូចជាបងកងទ័ពបានបាទសួរសុខទុក្ខគ្នាពីនេះមនុស្សមានបងប្អូនខ្លះអ្នកខេត្តស្វាយរៀងមានបងប្អូនខ្លះទៅខាងខេត្តកំពង់ឆ្នាំងកំពង់ធំបាទមកទីនេះដើម្បីការពារជាតិមាតុភូមិយើងបាទហើយនេះខ្ញុំបានយកពពែមួយក្បាលបងណាពពែមួយក្បាលនេះយកមកជូនបងបាទគាត់ហូបបាទគាត់យកមកជូរគ្រឿងយកអាំងអីចឹងទៅបាទឲ្យប្លែកមាត់បាទហើយនេះខ្ញុំមានសាប៊ូបាទអីសាប៊ូយូវែលហ្នឹងភាគច្រើនមានសាប៊ូដបប៉ុន្តែអានេះខ្ញុំយកសាប៊ូកញ្ចប់មកស្រុកគាត់ដាក់តាមខ្លួនបាទឡើងទៅលើភ្នំលើអីទៅគាត់ត្រូវការកក់សក់ងូតទឹកអីក៏យើងមានសាប៊ូយូវែលឡើងជូនគាត់ទៅថាកក់ទៅងាយស្រួលដាក់តាមខ្លួនហើយនេះក៏អៀកបងកងទ័ពគាត់ដើរច្រើនមកគាត់ចុកកពួនជើងចុកចកេះចុកខ្នងទៅជូនគាត់បិទរបស់នេះរបស់ស្រាលដាក់តាមខ្លួនបានហើយនេះបងគាត់ថាគាត់ជាប់ចកេះបាទគាត់ជាប់ខ្នងគាត់អង្គុយយូរគាត់ដើរច្រើនអីចឹងទៅបិទជូនគាត់ទេបាទហើយតាមពិតទៅគាត់ថាជាការស្និទ្ធស្នាលរាប់អានគ្នាបាទដល់ស្នាមញឹមគ្នាទៅវិញទៅមកតែប៉ុណ្្នឹងទេបងណាបាទអញ្ចឹងមានអីទេរបស់របរនឹងវាមិនថ្លៃវាមិនច្រើនទេរបស់របរធម្មតាទេបងប្អូនគ្នាបាទហើយក៏មានអាវផ្កាយគ្រប់ដៅជូនបងទោះជាអនុស្សាវរីយ៍បាទអត់បានគ្រប់គ្នាទេបងប្អូនអើយបាទកងទ័ពយើងរាប់រយរាប់ពាន់នេះឯងខ្ញុំមកមានលក្ខណៈគ្រួសារតូចមួយទេបាទយើងអាចមកលេងយើងអាចមកថតទុកជាអនុស្សាវរីយ៍ក៏ដូចជាសួរសុខទុក្ខហើយបងប្អូនមានរបស់អីផ្ញើកងទ័ពយើងក៏ផ្ញើមកបងណាបាទមានទឹកពិសាបាទអីផ្សេងមានរបស់របរប្រើប្រាស់គ្រឿងហូបចុកអីផ្ញើមកនេះបងប្អូនឃើញជាក់ស្ដែងនេះគឺបងប្អូនប្រជាពលរដ្ឋគាត់មកលេងគាត់ដឹកទឹកដឹកអីមកបាទទោះបីថារបស់នេះមិនថ្លៃណាស់ណាក៏គឺជាស្នាមញញឹមមួយជាការស្រឡាញ់រាប់អានគ្នាចែករំលែកគ្នារវាងខ្មែរនិងខ្មែរស្រឡាញ់ខ្មែរជួយខ្មែរអញ្ចឹងបងប្អូនទាំងអស់គ្នាបាទអាចមកលេងបាននៅប្រាសាទតមន់ធំបាទហើយបងប្អូនខ្ញុំអ្នកនៅភ្នំពេញអាចមកតាមផ្លូវបន្ទាយមានជ័យបាទកាលខ្ញុំមករៀងខុសផ្លូវតិចខ្ញុំមកតាមព្រះវិហារលងវៃរៀងឆ្ងាយបងប្អូនគ្នាបាទហើយស្អែកខ្ញុំនៅផុសវីដេអូមួយទៀតបងគាត់នៅខាងលើបាទជួបគាត់នៅខាងលើមកតង់ទៀតបាទអរគុណបងប្អូនគ្នា